ថាបើអ្នកបាត់បង់អ្វីអ្វីស្ទើរអស់ពីខ្លួនយ៉ាងហោចណាស់អ្នកនៅសល់ជីវិតនៅមានថ្ងៃនេះនិងថ្ងៃស្អែកសម្រាប់រស់បន្តថ្ងៃបានលិចបាត់ទៅហើយអតីតកាលបានកន្លងហួសទៅហើយអនុញ្ញាតឲ្យវាទៅចុះព្រោះបើមិនព្រមក៏វាបាត់ទៅហើយរៀនទទួលស្គាល់ការពិតរួចធ្វើដំណើរទៅមុខទៀតបើថាយើងបាត់បង់ទ្រព្យបាត់បង់ញាតិជាទីស្រឡាញ់ភរិយាស្វាមីអីចឹងចាស់យ៉ាងហើយគឺយើងនៅមានជីវិតដែរបើនិយាយដោយចម្ពោះដោយនៅក្នុងធម៌ទៅអតីតកាលហួសហើយរលត់បាត់ហើយអត់មានទេហើយអនាគតកាលក៏អត់មានដែរអ្វីដែលមានហ្នឹងគឺបច្ចុប្បន្នហ្នឹងទេហើយបច្ចុប្បន្នហ្នឹងក៏មិនទៀងទៅទៀតវារលត់ទៅហើយប៉ុន្តែបើយើងវល់អង្គុយស្ដាយកើតទុកមិនសុខចិត្តអាហ្នឹងយើងអោបកសោបរឿងមិនល្អនៅក្នុងចិត្តដូចអោបភ្លើងអញ្ចឹងណាទោះជាបាត់អីក៏យើងនៅសល់ជីវិតបើយើងតាំងចិត្តថាចាប់ផ្ដើមសារជាថ្មីកុំខ្មាស់កុំអៀនអ្នកណាថាអីថាជីវិតខ្ញុំផឹងអាហ្នឹងយើងទៅមុខបានឆ្ងាយយើងស្រាលខ្លួនតើរៀនទូស្គាល់ថាពិតថាជីវិតហ្នឹងអញ្ចឹងខ្ញុំជួបរឿងខ្ញុំគេជួបរឿងគេហើយมันអាចដូចគ្នាទេ